សូមជូនអគ្គិសនីវិភាគសូលចុងតុងដែងសូលផាតអគ្គិសនីវិភាគនេះវានឹងបង្កើតឲ្យមានកំណត់តុងដែងនៅលើដែកគោលជាដំបូងយើងមើលពីរបៀបធ្វើផើងវិភាគងាយៗដែលយើងអាចធ្វើបាននៅតាមផ្ទះសម្ភារៈមានដូចជាដបទឹកសុទ្ធយើងយកវាមកកាត់បាទដើម្បីយកផ្នែកណាមួយមកប្រើខាងលើជាមួយគម្របរបស់វាហើយយើងប្រើដែកគោលជាអេឡិចត្រូតដកយកវាមកចោះគម្របដបទឹកសុទ្ធហើយយើងចោះឲ្យបានរុនចំនួន2គឺមួយខាងសម្រាប់ដាក់ដែកគោលខ្លួនឯងនិងមួយខាងទៀតសម្រាប់ខ្សែតុងដែងនេះយើងត្រូវកូតយើងត្រូវខាត់វាដើម្បីឲ្យដាច់អ៊ីសូឡង់ព្រោះកាលណាមានអ៊ីសូឡង់គឺវាមិនចម្លងអគ្គិសនីទេអញ្ចឹងពេលដែលយើងខាត់ខ្សែតុងដែងរួចរាល់ហើយយើងក៏ប្រើវាមកក្នុងរុនដែលយើងបានចោះធ្វើជាអេឡិចត្រូតទាំងពីរនោះអញ្ចឹងយើងក៏បានអេឡិចត្រូតចំនួន2គឺអេឡិចត្រូតដកជាដែកនិងអេឡិចត្រូតបូកជាតុងដែងក្រោយពីដាក់អេឡិចត្រូតរួចរាល់ហើយយើងក៏មិនភ្លេចទេនៅការបិទជួរទៀនដើម្បីការពារជម្រាបទឹកពេលដែលយើងធ្វើការវិភាគសូលចុងព្រោះវាជាវត្ថុរាវអញ្ចឹងយើងបិទជួរទៀនដើម្បីឲ្យបានចិត្តល្អបាទការងារនេះយើងអាចធ្វើបាននៅតាមផ្ទះសូម្បីតែកុមារតូចៗជាសិស្សថ្នាក់ទី7ក៏អាចធ្វើបានដែរបាទចឹងពេលដែលយើងបិទរួចរាល់ហើយយើងក៏ត្រៀមខ្លួនដើម្បីធ្វើការពិសោធន៍ហ្នឹងបាទអញ្ចឹងយើងស្គាល់តុងដែងសូលផាតវាជាក្រាមជាយ៉ាងជារឹងពណ៌ខៀវអញ្ចឹងពេលដែលយើងបំបែកវាក៏ក្លាយទៅជាក្រាមទៅអញ្ចឹងទៅហើយពេលដាក់ចូលក្នុងទឹកហើយត្រឡប់វាសត់អញ្ចឹងទៅវាក៏ក្លាយទៅជាសូលចុងតុងដែងសូលផាតអញ្ចឹងបន្ទាប់មកគឺយើងចាប់ដើមភ្ជាប់ខ្សែចម្លងរវាងអេឡិចត្រូតទាំងពីរដែលយើងបានធ្វើហើយហ្នឹងខ្សែចម្លងមាន2ដូចគ្នាអញ្ចឹងខ្សែចម្លងមួយសម្រាប់ភ្ជាប់អេឡិចត្រូតតុងដែងជាមួយនឹងគោលបូករបស់ថ្មពិលហើយខ្សែចម្លងមួយទៀតសម្រាប់ភ្ជាប់ដែកគោលជាអេឡិចត្រូតដកជាមួយនឹងគោលដករបស់ថ្មពិលអញ្ចឹងពេលយើងភ្ជាប់វាហើយគឺយើងត្រៀមដើម្បីចាក់សូលចុងតុងដែងសូលផាតចូលពេលដែលមានបំលែងតើយើងសង្កេតឃើញមានអ្វីខ្លះកើតឡើងជាលទ្ធផលយើងសង្កេតឃើញថានៅលើលេខគោលឬក៏លេខគោលដកយើងគឺមានកំណត់តុងដែងពណ៌ក្រហមបាទអញ្ចឹងវាគឺជាការបំលែងដល់អគ្គិសនីវាយើងអាចធ្វើនៅផ្ទះបាន